Ok,សួស្តីបងប្អូនកង់3ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូបង្ហាញថែមមួយផ្សេងទៀតចឹងថ្ងៃមុនយើងរៀនអំពីការកែដៃអុំយ៉ាខាងមុខហ្នឹងថ្ងៃនេះខ្ញុំបង្ហាញថែមមួយទៀតគឺពាក់ព័ន្ធនឹងការប្រើប្រាស់ឌីយ៉ូតណានេះចឹងឌីយ៉ូតចឹងយើងប្រើឌីយ៉ូតនេះគឺប្រើសម្រាប់អូខេយើងប្រើសម្រាប់មកគ្រប់គ្រងចរន្តអំពូលនេះកុំឲ្យវាហូរត្រឡប់ទៅក្រោយវិញអញ្ចឹងឌីយ៉ូតមានតួនាទីអីមានតួនាទីសម្រាប់កំណត់ទិសដៅចរន្តឲ្យហូរទៅតាមគោលដៅដែលយើងចង់ឲ្យទៅហើយมันអាចត្រឡប់ក្រោយមកវិញទេអញ្ចឹងភាគច្រើនគេប្រើឌីយ៉ូតសម្រាប់គ្រប់គ្រងទិសដៅចរន្តហើយសំខាន់គេប្រើសម្រាប់បំលែងចរន្តពី AC ដែលយើងហៅភ្លើងរត់ទៅជាភ្លើង DC យើងហៅថាភ្លើងអាគុយហ្នឹងណាអញ្ចឹងលើនេះដោយសារអំពូលនេះវាពីរគ្រាប់នេះណាអញ្ចឹងអំពូលនេះហើយនឹងអំពូលនេះនៅពេលណាដែលវា error វាមានទិសដៅចរន្តត្រឡប់ទៅក្រោយវិញវាធ្វើឲ្យមួយភ្លឺមួយអត់ណាវាមិនដល់ពេលវាភ្លឺមកខាងទៀតវាភ្លឺទាំងពីរវាភ្លឺទាំងហ្វាវាភ្លឺទាំងកូដវាអត់មានបាត់ទៅវាភ្លឺមួយនេះវាភ្លឺតែកូដទេណាដល់ពេលអានេះវាមានចរន្តត្រឡប់ថយក្រោយវិញវាបុកមកនេះបុកមកអំពូលនេះវាធ្វើឲ្យចរន្តអំពូលខាងនេះភ្លឺទាំងហ្វាភ្លឺទាំងកូដតែយើងបើកតែកូដទេដល់ពេលខាងនេះវាទៅជាអត់ភ្លឺដោយសារអីដោយសារខ្ញុំប្រើអំពូលនេះខ្ញុំបានពងខ្សែតគ្នាណាអញ្ចឹងខ្ញុំពងចេញមកពីកុងតាក់បើយើងនឹងចកូនហ្នឹងខ្ញុំពងចូលភ្លើងជើងខាងនេះហើយតពីជើងខាងនេះត្រឡប់មកជើងខាងនេះមួយទៀតណាដែលយើងកាត់រីឡេរបស់កង់3នេះចោលហើយយើងអត់ប្រើរីឡេរបស់វាទេណាអញ្ចឹងមកពេលហ្នឹងពេលដែលអំពូលវាចាប់ដើមចាស់យូរទៅវា error វាចាប់ដើមមានចរន្តឆ្លងត្រឡប់ថយក្រោយទៅវិញអញ្ចឹងបានយើងត្រូវការប្រើប្រាស់ឌីយ៉ូតនេះដើម្បីគ្រប់គ្រងចរន្តកុំឲ្យវាត្រឡប់ថយក្រោយវិញធ្វើឲ្យប៉ះពាល់ដល់អំពូលខាងនោះឥឡូវកុំឲ្យខាត់ពេកយើងចូលទៅមើលរបៀបធ្វើវាណាអញ្ចឹងដំបូងខ្ញុំដោះសិនណាអញ្ចឹងឌីយ៉ូតហ្នឹងភ្លេចប្រាប់អញ្ចឹងឌីយ៉ូតនេះវាធូរថ្លៃទេណាខ្ញុំប្រើឌីយ៉ូតលេខ N 40 គុត07 N 40 គុត07តែខ្ញុំអត់បានទិញទេខ្ញុំដោះចេញពីគ្រឿងចាស់យើងនេះទេណានេះខ្ញុំដោះចេញពីគ្រឿងចាស់នេះទេបងប្អូនរកទិញនៅតាមកន្លែងលក់គ្រឿងអេឡិចត្រូនិកក៏បានដែរវាធូរថ្លៃទេមួយគ្រាប់តែប្រហែល100ឯងអញ្ចឹងខ្ញុំត្រូវការប្រើចំនួន4គ្រាប់ឌីយ៉ូតនេះខ្ញុំប្រើចំនួន4គ្រាប់ណាដោយសារអីប្រើ4គ្រាប់ពីព្រោះខាងនេះវាមានហ្វាមួយកូដមួយខាងនោះវាមានហ្វាមួយកូដមួយអញ្ចឹងយើងធ្វើឲ្យភ្លើងទាំងពីរហ្នឹងគឺมันអាចត្រឡប់ថយក្រោយបានទេដើម្បីកុំឲ្យប៉ះពាល់អំពូលណាមួយឥឡូវចាប់ដើមចូលទៅធ្វើវាមិនខ្ញុំភ្លេចណាខ្ញុំភ្លេចបង្ហាញបងប្អូនឲ្យឃើញថាតើអំពូលខ្ញុំវា error បែបម៉េចខ្ញុំជឿជាក់ថាអ្នកដែលថាប្រើអំពូល LED អញ្ចឹងដូចគ្នាភាគច្រើនគឺអាចជួបបញ្ហានឹងដូចគ្នាអញ្ចឹងជាមួយខ្ញុំបើកឲ្យមើលឃើញទេឃើញវាដើរទៅម្ខាងតែបើចុចហ្វាចុចកូដនេះក៏វានៅដើរទៅម្ខាងដែរអាខាងនេះវាអត់ដើរតែពេលខ្លះពេលដែលវាចាប់ដើមចរន្តវាដើរត្រង់វិញអានេះភ្លឺតែអានោះភ្លឺធម្មតាឃើញវាភ្លឺទាំងពីរណាបងប្អូនឃើញវាភ្លឺទាំងពីរវាភ្លឺទាំងហ្វាភ្លឺទាំងកូដអញ្ចឹងមានថាវាមានក្នុងអំពូលពីរនេះវាមានមួយដែលឆ្លងចរន្តត្រឡប់ទៅវ៉ាវហើយណាបងឃើញទេអញ្ចឹងខ្ញុំពងជើងមកវាខ្ញុំពងជើងមកវាបន្តគ្នាអញ្ចឹងណាជើងវាណា
đó này chân sai bây giờ chân sai bây nó nhầm bỏ ra về sắp bỏ mỏng tuôn với thịt này là sai nhầm phải rung về tục xong cơ là sai bỏ to nhưng dừng rung viên chân món mà bây giờ là sai bây giờ sai nó cứ bỏ từng tuôn mùi tiệt cứ bông to từng tuôn mùi tiệt chân năm năm còn hai ta mùi thế hay bông ôn phơi ba nói tao sang là hai ta mùi bên này nhá trong năm còn hai là trong càng này chân tôi bóng cắt bị trào mùi sẵn áo hay cắt cục cho nằm bóng nằm ở bên đặc sai nó dân phong tục pha mùi nạc cột cho mình nhầm lấy dân mưa là bị tố cứ dân khơi gió tuy nhiên là tay khẳng lớn nó khơi bên chnột đấy chnột trung bình đầu đó nhưng chnột trung bình nó vì cứ chỉ sai lượng hàng chảnh nhá là về hàng bên chnột ní hàng bên chnột ní từ là lương châu rồi những lương để bọc mỏng phù lớn những lương châu lương đặt hàng lương châu máu tờ máu bị tránh tới trên cái tàu phù ra nhưng dân cho bên chnột co quan co khăn nét cục sợ lương tránh lập to trong mức sai chậm thằng trường phù cho nên to đi xuống tổng thể bóng ôn mưa dần nhưng mà những cách sáu vừa trường người đấy thành lương màu ọt chẳng bây giờ dân quá dân thành clip vô DC này máu dân sai có hòm ấy dân qua hàng lương chừng này lương châu này lương châuแต่มาเป็นเจ้าอยู่ปูปลายังจับมือเปลือยจังมั้งยังจะวัวมือนักใส่มาว่ายังจังมายังเลือตัวกันยังไงนะยังเท่านะบาสันติอันเป็นเพลิงthếยังพี่ยังวัวถ้าคือลาไงแต่ซาไปกัดตอนมันน้อยตลอดตลอดไปมายังตลอดเชิงมาว่ายังตลอดอยู่ข้างกวัดกอนี่ได้แต่ข้างเพลิงโจรไว้ยังเป็นยังวัวจังอันเป็นเพลิงไงแต่ใส่ไปกัดตอนตัวบาลอยมารู้เลย
នេះគូខ្ញុំខ្សោយបានថា9 វ៉ុលចឹងយើងបន្តចឹងមកហើយយើងតភ្លើងចូលមកវាមកគ្រាប់មកហើយទៅមកភ្លើងចេញទៅយកខាងអំពូលចឹងអាណាហ្វាខ្សែមួយណាហ្វាកូដបងប្អូនតែបើកក្នុងតាក់មើលខ្លួនឯងទៅណាចឹងខាងអំពូលគូយកដាច់ទេចឹងទៅពីតទៅហើយយើងរុំចូលរុំពីចិត្តណាដើម្បីការពារកុំឲ្យមានខ្សែហ្នឹងវារត់ទៅប៉ះទួលកង់3យើងវាធ្វើឲ្យគប់ឆ្លងអញ្ចឹងយើងដាក់ខាងកូដមកគ្រាប់ហើយអញ្ចឹងយើងដាក់មកគ្រាប់ទៀតទៅខាងហ្វាណាអញ្ចឹងទាំងហ្វាទាំងកូដទាំងសងខាងគឺយើងដាក់ទាំងអស់ដើម្បីការពារកុំឲ្យវាឆ្លងពីចរន្តត្រឡប់ពីអំពូលមួយទៅអំពូលមួយអញ្ចឹងយើងរុំបានខាងយើងតបានខាងហ្វាមួយទៀតហើយអញ្ចឹងយើងរុំវាទុកទៀតទៅអញ្ចឹងយើងដាក់បានពីរគ្រាប់ដាក់បានខាងហ្វាមួយខាងកូដមួយចំណែកឯខាងនៅនេះខាងនៅយើងម៉ាស់នេះយើងអត់មានធ្វើអីវាទេទុកនៅដដែលទៅណាតែមកយើងទៅតខាងពូលមួយខាងទៀតរួចអញ្ចឹងយើងពលិកខ្សែរបស់យើងក៏លោមានខ្វះចន្លោះសល់ខ្សែណាដែលមិនទាន់តឬខ្សែណាមិនទាន់តហើយតែទន្ទឹងរុំស្គត់ល្អមុននឹងយើងចាប់ដើមឆេះតេស្តមើលសាក់បើកតេស្តម្ដងទៀតអូខេអញ្ចឹងអានេះសារវាឆ្លងយូរហើយតែលើកនេះពេលបន្ទាប់ពីយើងប្រើប្រាស់យ៉ូតនេះដើម្បីកាក់ចរន្តមកយើងឃើញថាអំពូលខាងនេះវាលេងលោតទាំងភ្លើងហ្វាទាំងភ្លើងកោតជាមួយគ្នាវាលោតតែកោតទេណាយើងចាត់ទុកថាវាជោគជ័យហើយវាអត់មានចរន្តឆ្លងត្រឡប់ទៅមកទៀតដែលធ្វើឲ្យភ្លើងខាងនេះភ្លឺទាំងហ្វាភ្លឺទាំងកោតក្នុងពេលតែមួយយើងបើកកោតហើយខាងនេះវាអត់ទាន់ភ្លឺយើងចាំមើលមិនហើយជាអាចទៀតនោះណាដោយសារវាឆ្លងយូរហើយអញ្ចឹងវាមាន error ខ្លះនៅលើ board ម៉ាស៊ីនរបស់វាអញ្ចឹងយើងដាក់វាចេះដើម្បីឲ្យវា
ដំណើរការឡើងវិញស្រួលក្នុងរយៈពេលខាងមុខបន្តទៀតចឹងទៅមើលយើងបើកបើកកូនវិញមើលវាដើរវិញទាំងអស់ហើយនៅផ្លឹបណាភ្លឺបាត់វិញយើងមើលផានេះផាកូដទោះបីជាវាលុបខាងប៉ុន្តែនេះវានៅដើរផាដល់កូដបាច់ដូរបានដល់ពីមុនអត់ទេណាតែមុនគឺអត់ដូរបានទេយ៉ាងនេះយើងដូរបានតែមុនអត់ដូរបានទេបើបត់វាបាត់ហ្នឹងអូខេយ៉ាងនេះវីដេអូយើងមានតែប៉ុណ្្នឹងហើយអរគុណច្រើនបើសិនមកបងប្អូនមានចម្ងល់អ្វីពាក់ព័ន្ធនឹងបញ្ហាផ្សេងទៀតបងប្អូនអាច comment សួរខាងក្រោមវីដេអូនឹងបានរក comment ចម្ងល់បងប្អូនបើសិនជាចំណុចណាខ្ញុំអាចដោះស្រាយបានខ្ញុំនឹងធ្វើវីដេអូបន្តដើម្បីបង្ហាញបងប្អូនត្រឡប់ទៅវិញអរគុណច្រើនដែលបានចំណាយពេលមានតម្លៃសម្រាប់ទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណច្រើនបាយបាយយ៉ាងនេះវីដេអូយើងមានតែប៉ុណ្្នឹងហើយអរគុណច្រើនបើសិនមកបងប្អូនមានចម្ងល់អ្វីពាក់ព័ន្ធនឹងបញ្ហាផ្សេងទៀតបងប្អូនអាច comment សួរខាងក្រោមវីដេអូនឹងបានរក comment ចម្ងល់បងប្អូនបើសិនជាចំណុចណាខ្ញុំអាចដោះស្រាយបានខ្ញុំនឹងធ្វើវីដេអូបន្តដើម្បីបង្ហាញបងប្អូនត្រឡប់ទៅវិញអរគុណច្រើនដែលបានចំណាយពេលមានតម្លៃសម្រាប់ទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណច្រើនបាយបាយ